លីនធានឆឹងពេលខ្ញុំទៅធ្វើការអ្នកស្ទូចត្រីពេលខ្ញុំឈប់សម្រាកអ្នកស្ទូចត្រីពេលខ្ញុំឈឺសម្រាកពេទ្យអ្នកក៏ស្ទូចត្រីឥឡូវនេះខ្ញុំចិត្តមានសង្សារថ្មីហើយអ្នកនៅតែស្ទូចត្រីទៀតយ៉ាងជឿតើអ្នកមានន័យយ៉ាងម៉េចយ៉ាងជឿនេះហើយមែនទេសង្សារអ្នកក៏ដែលអូននិយាយនោះលីនធានឆឹងមែនទេថែមទាំងស្ទូចមិនបានអីសោះទៀតទាំងអន់ទាំងចង់លេងទៀតមិនឆ្ងល់ទេដែលយ៉ាងជឿមើលមិនឃើញអ្នកនោះអាហ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 ាយ៉ាងជឿតើគេជាអ្នកណាប្រកាសណាស់ខ្ញុំគឺជាសង្សារថ្មីរបស់យ៉ាងជឿខ្ញុំសូមណែនាំខ្លួនបន្តិចខ្ញុំចាងហំវិញមកពីត្រកូលចាងក្រុងជាងឆឹងប៉ុន្តែអ្នកក៏ដូចជាអ្នកប្រហែលជាមិនធ្លាប់ពីឈ្មោះខ្ញុំទេកន្លែងស្ទូចត្រីដែលធំជាងគេនៅក្រុងជាងឆឹងគឺកន្លែងស្ទូចត្រីវៃហួងជារបស់គ្រួសារខ្ញុំតើធ្លាប់ទៅស្ទូចទេសូមទោសផងខ្ញុំភ្លេចបាត់អ្នកក៏ដូចជាអ្នកប្រហែលជាគ្មានលុយទិញសម្បត្តិចូលផងមើលទៅអាហ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 ាឯងនិយាយម្ដងទៀតមើលតើខ្ញុំនិយាយខុសមែនទេការស្ទូចត្រីគឺជាល្បែងលំដាប់ខ្ពស់របស់អ្នកមានដូចជាពួកយើងមិនមែនមនុស្សក្រីក្រដូចជាឯងអាចលេងបាននោះទេឯងស្ទូចត្រីនៅតាមមាត់ទឹកវាលហើយសមុខហើយដែលស្ទូចមិនបានអីសោះបែបហ្នឹងប៉ុន្តែវាក៏ល្អម្យ៉ាងដែរសំណាងហើយដែលឯងទៅស្ទូចត្រីរាល់ថ្ងៃទើបខ្ញុំមានឱកាសបានទៅជិតស្និទ្ធជាមួយយ៉ានជឿតើឯងមិនដឹងទេអីនៅពេលដែលឯងទៅស្ទូចត្រីខ្ញុំនៅជាមួយយ៉ានជឿរាល់ថ្ងៃមិត្តស្រីរបស់ឯងពិតជាមានជាតិខ្លាំងណាស់ឯងលីនធានឆឹងយ៉ាងជឿគឺគាត់ជាអ្នកចាប់ដើមមុនតើឯងរករឿងឆ្អែតហើយឬនៅបើឯងជាប្រុសហើយគេឌឺដងដាក់បែបនេះឯងគួរតែពិចារណាពីខ្លួនឯងឡើងវិញមិនមែនមកប្រើកម្លាំងបាយទេតើឯងជាមនុស្សព្រៃមែនទេនៅចង់ដោះស្រាយបញ្ហាដោយការវាយតបទៀតមែនទេឯងអាយុជិត30ឆ្នាំទៅហើយរាល់ថ្ងៃក្រៅពីស្ទូចត្រីគឺស្ទូចត្រីតើបងមិនអាចមានអាជីពផ្ទាល់ខ្លួនបានទេអីបងស្មានថាឡានទំនើបនិងវិឡាគឺបានមកពីការស្ទូចត្រីមែនទេយ៉ាងសេបងស្ទូចត្រីនោះគឺពិតជាដោយសារល្មមហើយខ្ញុំមិនចង់ស្ដាប់ការបកស្រាយរបស់បងទៀតទេខ្ញុំខកចិត្តនឹងបងខ្លាំងណាស់លេងសៀនឈិងចាប់ពីថ្ងៃនេះទៅបងដើរផ្លូវរបស់បងខ្ញុំដើរផ្លូវរបស់ខ្ញុំពួកយើងទាំងពីរចប់ត្រឹមនេះចុះយ៉ាងស៊ីទៅឲ្យឆ្ងាយទៅយ៉ាងស៊ីស្ដាប់បងបកស្រាយសិនឲ្យឱកាសបងម្ដងទៀតមកយ៉ាងស៊ី10ឆ្នាំក្រោយរបស់អូននឹងគ្មានរូបបងទៀតទេយ៉ាងស៊ីយ៉ាងស៊ីស្ដាប់បងឲ្យខ្ញុំបញ្យល់សិនឲ្យឱកាសខ្ញុំម្ដងទៀតទៅខាក់ស្ដោះអ្នកស៊ូតបាត់ដៃទេឲ្យធ្វើពុតជាប្រុសស្មោះដល់ណាទៀតទៅឲ្យផុតទៅម៉ែវាឲ្យចុយភារកិច្ចជិតនឹងបញ្ចប់ហើយសូមម្ចាស់បន្តបោះសន្ទូចទៀតបោះសន្ទូចបោះម៉ែហែងអីអញខំស្ដាប់តាមសម្ដីហែងលទ្ធផលយ៉ាងម៉េចដែរលុយក៏មិនបានសង្សារក៏រត់តាមគេបាត់ថែមទាំងត្រូវគេសាយចំអកទៀតបែបនេះឲ្យអញបន្តទៀតមែនទេអញមិនធ្វើទៀតទេប្រព័ន្ធអ្នកស្ទូចត្រីខ្លាំងបំផុតក្នុងលោកត្រូវបានដំណើរការនិងផ្ដល់ឲ្យម្ចាស់នៅជំនាញស្ទូចជាប់ 100% ការដំឡើងជំនាញបានជោគជ័យកំពុងផ្ដល់រង្វាន់ជូនម្ចាស់សូមពិនិត្យមើលរង្វាន់តើមានរង្វាន់អ្វីខ្លះខ្ញុំប្រាប់ឯងថាឯងត្រូវតែរកប្រពន្ធឲ្យខ្ញុំម្នាក់ភ្លៀងខ្លាំងម្លេះគឺជាមិឆាទេពចំនេះគឺជាមិឆាទេពមិនកាទេប្រព័ន្ធជួយខ្ញុំផងប្រព័ន្ធមិនមែនទេតើមានរឿងអ្វីកើតឡើងហ្នឹងចុះមិឆាទេពនេះមានរឿងអីដែរដោយសារតែម្ចាស់ទើបតែត្រូវបានគេបោះបង់ចោលដើម្បីលួងលោមបេះដូងដ៏ទន់ខ្សោយរបស់ម្ចាស់ប្រព័ន្ធបានផ្ដល់ជូនម្ចាស់នៅប្រព័ន្ធដែលមានសម្រស់គ្មានពីរសូមម្ចាស់បង្កើនទំនុកចិត្តឡើងវិញរួមដំណើរជាមួយប្រព័ន្ធដើម្បីបន្តស្ទូចត្រីនិងយកឈ្នះសមុទ្រកាយមិនមែនទេខ្ញុំទើបតែដឹងថាអញជាមនុស្សដែលប្រកបប្រជាខ្លាំងណាស់ខ្ញុំឲ្យអញរកប្រពន្ធឲ្យខ្ញុំម្នាក់លទ្ធផលគឺអញពិតជាឲ្យប្រពន្ធខ្ញុំម្នាក់មែនថែមទាំងជាមិឆាទេពទៀតអ្នកចង់ឲ្យខ្ញុំសម្ដែងរឿងស្នេហារវាងមនុស្សនិងមិឆាមែនទេតើម្ចាស់ទៀនមិនចូលចិត្តទេអូទេនាងមិឆានេះខ្ញុំមិនយកទេអ្នកយកត្រឡប់ទៅវិញទៅប្រុងប្រយ័ត្នម្ចាស់ដែលទន់ខ្សោយបដិសេធមិនទទួលយកនាងមិឆានឹងស្លាប់ក្នុងរយៈពេល1ម៉ោងទៀតអូចាំបន្តិចខ្ញុំទទួលយកហើយបានទេម្ចាស់បានទទួលកញ្ចប់កាដូអ្នកថ្មីហើយកំពុងបើកដំណើរការហាងទំនិញសម្រាប់ម្ចាស់ហាងទំនិញត្រូវបានបើកហើយសូមម្ចាស់បដូរយកអាហារនៅក្នុងហាងទំនិញរបស់ប្រព័ន្ធឲ្យបានឆាប់ដើម្បីផ្ដល់ចំណីឲ្យនាងមិឆាអូមិនមែនទេនាងមិនអាចញ៉ាំបាយដូចខ្ញុំបានទេអីហេតុអ្វីត្រូវញ៉ាំអាហារពិសេសទៀតបើមិនញ៉ាំបានទេអាហារនេះអាចបង្កើនកម្រិតភាពស្និទ្ធស្នាលរបស់នាងមិឆាចំពោះម្ចាស់នៅពេលដែលកម្រិតភាពស្និទ្ធស្នាលកើនដល់100អាចធ្វើឲ្យនាងមិឆាវិវត្តទៅជាមនុស្សបានបើមិនស៊ីចំណីទេនាងមិឆានោះនឹងស្លាប់ក្នុងរយៈពេល72ម៉ោងទៀតឯងពិតជាខ្លាំងមែនខ្ញុំចិញ្ចឹមបានហើយតើចុះធ្វើម៉េចដើម្បីដូរយកចំណី
ម្ចាស់ប្រព័ន្ធទៅថ្ងៃមុខរាល់ត្រីដែលស្ទូចបានស្និទ្ធស្នាលរបស់នាងមច្ឆាចំពោះម្ចាស់នៅពេលដែលកម្រិតភាពស្និទ្ធស្នាលកើនដល់100អាចធ្វើឲ្យនាងមច្ឆាវិវត្តទៅជាមនុស្សបានបើមិនស៊ីចំណីទេនាងមច្ឆានោះនឹងស្លាប់ក្នុងរយៈពេល72ម៉ោងទៀតឯងពិតជាខ្លាំងមែនខ្ញុំចិញ្ចឹមបានហើយតើចុះធ្វើម៉េចដើម្បីដូរយកចំណីម្ចាស់ប្រព័ន្ធទៅថ្ងៃមុខរាល់ត្រីដែលស្ទូចបាននឹងត្រូវបដូរទៅជាបន្ទុះទូចត្រីដោយស្វ័យប្រវត្តិបន្ទុះទូចត្រីមិនត្រឹមតែអាចដូរជាសាច់ប្រាក់បានទេថែមទាំងអាចដូរយកចំណីត្រីនិងឡានទំនើបភូមិគ្រឹះនិងរបស់របរផ្សេងទៀតអូខ្ញុំចាំថាប្រព័ន្ធនេះមានឈ្មោះថាប្រព័ន្ធស្ទូចជាប់100%ចុះមិនមែនមានន័យថាខ្ញុំសង្វៀនស្ទូចត្រីហុយហាងដែលធំបំផុតក្នុងក្រុងជៀងឈឹងជារបស់គ្រួសារខ្ញុំធ្លាប់ស្ទូចនៅទីនោះទេសូមទោសផងខ្ញុំភ្លេចថាឯងជាអាអ្នកក៏ប្រហែលជាគ្មានលុយទិញសម្បត្តិចូលផងមើលទៅអាហាហាចាំងហៅមីងខ្ញុំចាំថាឯងធ្លាប់និយាយទីលានស្ទូចត្រីហីវឹងដែលធំជាងគេនៅយ៉ែងឆេងគឺជារបស់គ្រួសារឯងមើលងាយយើងថ្ងៃនេះយើងនឹងយកកន្លែងគ្រួសារឯងមកហាត់ដៃចាំមើលថាតើយើងអាចស្ទូចឲ្យឯងរលាយខ្លួនបានទេរែងហាមីងណែណាចេញមកក្រៅភ្លាមចាំមើលថ្ងៃនេះយើងនឹងស្ទូចត្រីឲ្យពេញធុងជាប់គ្នាស្ទូចឲ្យឯងរលាយខ្លួនតែម្ដងលោកពូនេះជាទីលានស្ទូចត្រីរបស់ត្រកូលយ៉ាងមែនទេរែងហាមីងនៅទីនេះទេថ្ងៃនេះខ្ញុំមកទីនេះដើម្បីផ្ដល់មេរៀនឲ្យគេហាកំឡោះតើឯងដឹងទេថាស្ទូចត្រីនៅទីនេះពិបាកប៉ុណ្ណាចង់ស្ទូចឲ្យគេលាយខ្លួនស្ទូចបានស្រកាត់ត្រីមួយក៏វាគ្រាន់បើដែរគឺខ្ញុំសង្ស័យថាទីលានស្ទូចត្រីរបស់ពួកគេមិនមានត្រីតតែសោះគ្មានត្រីតាកញ្ចាស់បើហ៊ាននិយាយផ្ដេសផ្ដាស់ទៀតសាក់មើលប៉ុន្មានឆ្នាំមកនេះហើយរឿងរបស់ពួកយើងពឹងផ្អែកលើគេឈ្មោះនិងកិត្តិយសប្អូនប្រុសកុំទៅស្ដាប់ពួកចាស់ជរាទាំងពីរនាក់នេះនិយាយផ្ដេសផ្ដាស់អីឲ្យតែមានត្រីទៅបានហើយថ្ងៃនេះខ្ញុំមកដើម្បីបង្រៀនមេរៀនមួយដល់ពួកឯងមើលតែការស្លៀកពាក់របស់ឯងទៅមើលភ្លាមដឹងភ្លាមថាជាអម្នាក់ក្រីក្រដែលទើបតែត្រូវបានសង្សារបោះបង់ចោលនឹងការស្ទូចត្រីនៅទីនេះម្ដងគឺ1088ណាឯងមានលុយស្ទូចទេយេជឺក្នុងពិភពលោករបស់អូននឹងលែងមានបងទៀតហើយថាខ្ញុំខុសខ្ញុំអាចទ្រាំបានថាខ្ញុំក្រខ្ញុំក៏អាចទ្រាំបានដែរប៉ុន្តែថាខ្ញុំជាអម្នាក់ដែលទើបតែត្រូវសង្សារបោះបង់ចោលខ្ញុំទ្រាំមិនបានទេព្រោះវាគឺជាការពិតអាដែងនឹងត្រឹមតែ1088មែនទេយើងស្ទូចហើយប្អូនប្រុសកុំចាញ់ល្បិចបញ្ឆេះកំហឹងរបស់គេអីកុំថាឡើយ1088សំបីតែ88ក៏អ្នកនឹងខាត់បងដើមទុនទាំងស្រុងដែរនៅទីនេះគ្មានត្រីតតែសោះកុំមកនិយាយផ្ដេសផ្ដាស់នៅទីនេះខ្ញុំទទួលស្គាល់ថាត្រីនៅទីនេះគឺពិបាកស្ទូចប៉ុន្តែវាពិបាកស្ទូចក៏មានហេតុផលរបស់វាដែរត្រីដែលខ្ញុំទិញយកវិញគឺ1គីឡូ1000យ៉នណា1000ទិញវិញ1គីឡូ1000យ៉នតើលោកប្រកាសទេថាមិនបោកប្រាស់ក្មេងចាស់តម្លៃដែលបានដាក់ច្បាស់លាស់គឺ1000យ៉នក្នុង1គីឡូស្អីគេថ្ងៃនេះខ្ញុំនឹងបង្រៀនមេរៀនមួយដល់ពួកលោកឲ្យបានល្អខ្ញុំចង់ឲ្យគេដឹងថាតើអ្វីទៅដែលហៅថាស្ទូចមួយដឹងមួយតើអ្វីទៅដែលហៅថាស្ដេចស្ទូចត្រីពិតប្រាកដយោហាលោកលីកុំមើលឃើញថាយុវជននេះនៅក្មេងប៉ុន្តែបច្ចេកទេសរបស់គេគឺស្ទាត់ជំនាញខ្លាំងណាស់មិនដឹងថាប្រហែលជាអាចស្ទូចអស់ត្រីក្នុងស្រះនេះក៏ថាបានយុវជនលោកពូគាំទ្រអេងបង្រៀនមេរៀនមួយឲ្យបានល្អដល់កន្លែងស្ទូចត្រីនេះចុះសន្ទូចរបស់ឯងនៅណាឆាប់យកវាចេញមកឲ្យលោកតាមមើលបន្តិចមើលតើឈុតសន្ទូចរបស់ឯងល្អិតល្អន់កម្រិតណាទៅលោកតាគុំប្រញាប់អីនេះខ្ញុំឲ្យលោកតាមមើលឥឡូវហើយនេះហើយជាឧបករណ៍របស់ខ្ញុំហាអុយប្អូនប្រុសឯងប្រើអានឹងស្ទូចត្រីមែនទេប្រព័ន្ធបានផ្ដល់ឲ្យខ្ញុំនូវសមត្ថភាពស្ទូចជាប់ត្រី100សន្ទូចប្រភេទណាក៏មិនសំខាន់ដែរសូម្បីតែសន្ទូចក្មេងលេងនេះក៏ឯងចង់យកមកស្ទូចត្រីនៅទីនេះដែរឯងមិនមែនចង់មកធ្វើឲ្យលោកតាម្នាក់នេះអស់សំណើចទេអីហាប្រើសន្ទូចក្មេងលេងមកស្ទូចត្រីប្អូនឯងមកធ្វើសប្បុរសធម៌មែនទេហាតើមកធ្វើសប្បុរសធម៌មែនឬអត់ចាំស្ទូចបានសិនចាំនិយាយហឹមជាប់ត្រីហើយមិនក៏អាចទៅរួចតើវាអាចទៅរួចយ៉ាងដូចម្ដេចពិតជាស្ទូចបានគ្រប់ពេលមែនប៉ុន្តែត្រីនេះតូចពេកហើយមិនអាចយកទៅលក់វិញបានទេមិនដឹងថាអាចបដូរបានប៉ុន្មានទេប្រព័ន្ធពិន្ទុរកឃើញថាម្ចាស់ស្ទូចបានត្រីផាទីហ៊ូបដូរដោយស្វ័យប្រវត្តិជា10ពិន្ទុនិងប្រាក់200យន្តចូលកណនីធនាគារអីគេ200យន្តការរកលុយតាមពិន្ទុទូចត្រីគឺបានមួយបាច់បូករួមទាំងលុយលក់ត្រីវិញគ្រាន់តែត្រីមួយក្បាលនេះខ្ញុំទទួលបានលុយរាប់ពាន់យន្តក្នុងដៃបាត់ទៅហើយអ្នកគិតថាឡានទំនើបនិងវីឡាគឺបានមកពីការស្ទូចត្រីមែនទេវាងយ៉ានអ្នកថាវីឡានិងឡានទំនើបមិនអាចបានមកពីការស្ទូចត្រីទេថ្ងៃនេះខ្ញុំនឹងស្ទូចឲ្យអ្នកមើលប្អូនប្រុសជួយបង្រៀនខ្ញុំផងតើត្រីនេះឯងស្ទូចបានយ៉ាងម៉េចទៅខ្ញុំរស់នៅជិតមួយជីវិតហើយមិនដែលឃើញសោះមានគេប្រើសន្ទូចក្មេងលេងស្ទូចត្រីបានផងពិតមែនហើយថែមទាំងនៅកន្លែងដែលមានកម្រិតពិបាកខ្លាំងដូចជាទីលានស្ទូចត្រីហុយហួងទៀតស្ទូចបាននៅទីនេះលោកតាស្ទូចបានត្រីមួយនេះចាត់ទុកថា
ថ្ងៃនេះខ្ញុំនឹងស្ទូច Jane Hamming ឲ្យយំខ្លាំងតែម្ដងហាហាហាគ្រាន់